សូមត្រឡប់ទៅកាន់អតីតកាលនៅក្នុងឆ្នាំ2017ដែលសុជាតិគាត់ជាម្ចាស់សាច់រឿងនៅក្នុងថ្ងៃនេះគាត់បាននិយាយពីហេតុការណ៍ដែលគាត់បានជួបនៅក្នុងឆ្នាំនោះជាសាច់រឿងដែលគាត់ស្មានមិនដល់គាត់មិននឹកស្មានថាវាមានប៉ុន្តែវាបែរជាកើតឡើងនៅលើគ្រួសារគាត់តែម្ដងក្នុងឆ្នាំ2017ហ្នឹងបន្ទាប់ពីសុជាតិគាត់បានរៀបការសាងគ្រួសារបានរយៈពេលប្រហែលជា3ខែជាងហើយគាត់ជាមួយនឹងគ្រួសារគាត់ហ្នឹងក៏បានពិភាក្សាគ្នាថាចង់ផ្លាស់ប្ដូរទីលំនៅដោយអត់ចង់រកស៊ីធ្វើការនៅក្នុងស្រុកភូមិហ្នឹងទេវាពិបាកក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតណាស់ប្តីគាត់ក៏ឲ្យជាយោបល់ថាអញ្ចឹងយើងគួរតែផ្លាស់ប្ដូរទៅខាងភ្នំពេញទៅបន្ទាប់ពីបាននិយាយវិភាសាគ្នាសួរមតិយោបល់ចាស់ទុំម៉ែពុកនៅក្នុងផ្ទះហើយក៏សម្រេចសម្រួលទៅតាមការនិយាយគ្នារបស់សុជាតិជាមួយនឹងប្តីគាត់នឹងទៅចូលដល់ជីវិតនៅក្នុងទីក្រុងភ្នំពេញនៅក្នុងឆ្នាំ2017ពេលហ្នឹងគឺការលក់ដូររ៉ូស៊ីការប្រកបកិច្ចការងារអីផ្សេងដូចជានៅមានភាពទូលំទូលាយអាចនិយាយបានថានៅងាយស្រួលរកលុយនៅឡើយនៅក្នុងឆ្នាំហ្នឹងសុជាតិគាត់ក៏បាននិយាយដែរថាគាត់មានជំនាញជាជាងផាត់មុខធ្វើសក់ហើយជាងសាឡនហើយប៉ុន្តែគាត់អត់ទាន់ហ៊ានបន្ថយក្នុងការបើកកន្លែងខ្លួនឯងទេអញ្ចឹងគាត់ក៏សម្រេចថាទៅធ្វើការឲ្យគេសិនទៅអញ្ចឹងហើយពួកគាត់ទាំងពីរអ្នកប្តីប្រពន្ធហ្នឹងគឺសម្រេចថាធ្វើការទាំងពីរអ្នកនឹងឯងដោយប្តីគាត់ហ្នឹងគឺធ្វើជាអ្នកទីផ្សារលក់ដូរផ្សព្វផ្សាយទំនិញអីផ្សេងហើយសុជាតិហ្នឹងក៏ធ្វើជាកូនជាងអ៊ុតសក់នៅហាងអ៊ុតសក់មួយកន្លែងហ្នឹងទៅពេលវេលាចេះតែរំកិលពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់ទំនាក់ទំនងប្តីប្រពន្ធគាត់ដូចមានអារម្មណ៍ថាឆ្ងាយទៅដោយសារតែកាតព្វកិច្ចការងារដោយសារតែភាពរវល់រៀងខ្លួនធ្វើឲ្យពួកគាត់អត់សូវបានជួបគ្នាដូចមុនទេដល់យូរទៅសុជាតិគាត់មានអារម្មណ៍ថាប្តីគាត់ដូចជាប្លែកទៅមិនដឹងទេព្រោះតាំងពីពួកគាត់ឡើងមកនៅភ្នំពេញដំបងដោយថាគាត់រវល់រៀងខ្លួនខកអត់ទាន់បានមកផ្ទះអញ្ចឹងគាត់តែងតែខលទៅប្រាប់គ្នាហើយថាគាត់រវល់នៅកន្លែងធ្វើការអត់ទាន់បានទៅផ្ទះទេកុំបាក់ចាំផ្លូវអីបែបហ្នឹងដើម្បីកុំឲ្យម្នាក់ហ្នឹងបារម្ភពីគ្នាប៉ុន្តែស្រាប់តែមួយរយៈចុងក្រោយហ្នឹងប្តីគាត់ដើររហូតដល់ម៉ោង12ម៉ោង1យប់អត់មានដំណឹងប្រាប់គាត់ទោះបីសុជាតិពេលហ្នឹងខលទៅសួរក៏ប្តីគាត់នឹងអត់លើកលេខទូរស័ព្ទសុជាតិហើយអត់ប្រាប់ដំណឹងមកសុជាតិទុកឲ្យសុជាតិនឹងបារម្ភតែម្នាក់ឯងដោយសារតែញយខ្លាំងពេកសុជាតិគាត់គុំពីម្ដងទៅម្ដងដល់ថ្ងៃមួយនឹងវាធ្លាយអាការអត់ធ្មត់នឹងវាមានដែនកំណត់ក៏វាធ្លាយចេញមកព្រោះឯពេលហ្នឹងម៉ោង2កន្លះមិនប្តីគាត់មកដល់ផ្ទះសុជាតិអត់គេងនៅចាំនឹងក្នុងបន្ទប់ជួលនឹងឯងចាំតែប្តីគាត់មកដល់គាត់នឹងសួរឲ្យដឹងរឿងតែម្ដងគ្រាន់តែប្តីគាត់មកដល់បន្ទប់ជួលភ្លាមអូសម៉ូតូចូលទៅក្នុងបន្ទប់ហើយចាក់សោបន្ទប់ហើយសុជាតិគឺលុតយក100មកទំហឹងអត់មានសំចៃមាត់សោះថាឲ្យផងស្ដីឲ្យផងបន្ទោសផងសួរផងអីផងនិយាយទៅពីម្នាក់ឯងខឹងពេលហ្នឹងខឹងខ្លាំងប៉ុន្តែប្តីគាត់គឺអត់តបតមកសុជាតិវិញសូម្បីតែមួយម៉ាត់មិនសុំទោសមិនដឹងថាខ្លួនឯងខុសមិនទទួលថាខ្លួនឯងខុសមិននិយាយអីទាំងអស់សូម្បីតែភ្នែកក៏មិនសម្លឹងមើលសុជាតិដែរនៅពេលហ្នឹងសុជាតិគាត់ថាពេលហ្នឹងគាត់ក្តៅក្នុងចិត្តគាត់ខ្លាំងបើគេតមកគាត់វិញទៅមួយម៉ាត់ក៏គាត់អស់ចិត្តដែរក៏គាត់មានអារម្មណ៍ថាគាត់ធូរដែរប៉ុន្តែគេអត់និយាយសោះគេអត់និយាយតត្រឡប់មកគាត់សោះហើយបើនិយាយពីក្លិនខ្លួនប្តីគាត់នៅពេលហ្នឹងគឺក៏អូបមែនទែនក៏អូបវាមិនមែនជាក្លិនដែលទឹកអប់ដែលពួកគាត់តែងប្រើជាប្រចាំវាមិនមែនជាក្លិនសាប៊ូក្លិនលេដែលពួកគាត់ប្រើវាក៏អូបចម្លែកមែនទែនសុជាតិនៅពេលហ្នឹងគឺអត់មានគិតអីច្រើនទេមកផ្ទះម៉ោង 7:03 ភ្លឺហើយជាមួយនឹងខ្លួនក្លិនខ្លួនដែលវាក៏អូបចម្លែកគិតតែមកផ្លូវឯងគឺប្តីគាត់មានស្រីពេលហ្នឹងដល់ពេលចិត្តគាត់ខឹងខ្លាំងពេកគាត់សវ៉ាយករបស់ចិត្តដៃហ្នឹងក៏វែងគប់ទៅប្តីគាត់តែម្ដងក៏ចាប់បានអាការទឹកហូបមិនមែនកែវទេជាការទឹកគាត់ថាគប់ភូតម្រង់ទៅប្តីគាត់ចំក្បាលប៉ុន្តែវាមិនទៅឈឺអីទេព្រោះវាមិនមែនជាកែវថ្មប៉ុន្តែនៅពេលដែលកែវហ្នឹងវាចំទៅក្បាលប្តីគាត់ស្រាប់តែក៏លេខមុខមកដោយខ្សែភ្នែកមួយអាកាចមែនទែនហ្មងសម្លឹងមកកាន់សុជាតិហើយយកដៃចង្អុលមុខលើកដៃមកចង្អុលមុខសុជាតិតែម្ដងហើយនិយាយជាមួយនឹងពាក្យសម្ដីដែលសុជាតិគាត់ថាស្ដាប់ហើយក្រោតក្រៀតមែនទែន
ngày khăn mấy ngày cũng khăn mấy ngày pin mua ta hai saiพันเอกได้สำลักประกันสุจิตนะเป็นนักสุจิตก็ทางกดเคยกดคลายเหมือนเดิมกดคลายเหมือนเดิมโดยเหม็นไปได้ก่อนจังแต่งกายวิกาแต่งตึกมกแต่งไซพันเอกแต่งเปียสมถิโดยเหม็นไปได้ก่อนเต้แต่งเป็นนักสุจิตก็แท้กดคังคลังเหมือนเดิมปันตายกดเอาเฮียนต่อบาแต่กันไปได้กดปะตอเตียเตได้ซาแต่ไซพันเอกได้ซาแต่เปียสมถิกายวิกาสกรรมเพียบบอกไปได้กดได้กำปงได้สำลักมือกดนั่งวิกวยคลายคลังไปจังกดก็ทาบกดเนื้อตะปะตอสไลเจปะโตไปได้กดอาจดังกาดเจียมเปอร์หังซาไว้ปะตายปะตอบคันนี้กดอาจดังเมงกรุธนะได้ซาแต่กดอาจสู้จมูกนังกำลังไปได้กดมันเตให้จับตั้งไปทั้งไงได้ปุกอดมินปัญหาปีหน้าไปได้ปะปนนังม้าคือกันแต่ช่างไงคันนี้อัดใหญ่เราคันนี้อัดสู้นอมคันนี้จูบมกคันนี้ก็จูบเตอมันจูบมกคันนี้ก็อัดเตอบันไดแทจับดามมีนกลุ่มเลียดระเวียงไปได้นังปะปนจับตั้งไปทั้งไงนังเมาส้มกัดลมลงบานปะหายจีบุญปรามทั้งไงไปต่อไปทั้งไงได้ปุกอดมินปัญหาจมูกนังคันนี้นังไงมวยน้องสุจิตก็ตลับมาไปทัวร์ก้าตามตลับก็ธรรมดาอาจยังยืดมาติงตัวปันท้ายจำหลายไอ้เป็นน้องประเดี๋ยวก็คือมาดอกน้องปัดตบน้องมนสุจิตดาวสุจิตก็แท้ตั้งปีกอดมาเนื้อน้องเป็นนั่นคือประเดี๋ยวก็อาจได้โจบแต่มนกอดเลยคือตั้งแต่โจบแต่กลายกอดละโหดปันท้ายใจดอนไอ้เบียจำหลายในครั้งไงนั้นประเดี๋ยวบอกว่านั่งก็มาดอกปัดตบน้องมนสุจิตเราไปได้สุจิตกอดมาดอกหมกปัดตบก็ตอนบานบากทวีจะซาวโจเตอร์เต้ได้แทกอดจังดังสันกอดจังดังสันทับใดกอดมาบนนั่งกำปงแต่เปอไอจังกอดกอดชงกมือแต่ตามบังอุยกระเจาะนั่งสำลังตะขนงแต่ซาแต่บังอุยกระเจาะนั่งคือมือปีกลายก็เคยเตะบ่ยังมือปีน้องเคยมากลายบันไดบ่มือปีกลายเกิดเคยเตะจังตอนแต่อับมกไอจวบจมูกนั่งกระเจาะนั่งมันไอมือเคยแต่ขังขนงปัดตบนั่งไปได้สุจิตกอดสำลังมือแต่ขนงปัดตบไปกอดสลับแต่เคยไปได้กอดนั่งคือเกยเดินเกรนตำจมูกนั่งมันดุใส่มันเนี่ยมันในทางกอดเคยไปได้กอดกับปงแต่เกยเดินเกรนจมูกนั่งใส่มันเนี่ยเตียดขนมจัดสุจิตนั่งไปนั่งจับดำนำปลากระได้กระหายคือริงทวีมาตุ่มหั่งนั่งโจเตอร์ธรรมดาริงทวีมาตุ่มหั่งมากำลังบอกกอดนั่งโจเตอร์ธรรมดาก็ทำบอกกอดโจเตอร์หายกูกอดจับแต่มีใส่นั่งเอาหน้าในไว้ทางไปได้ไว้ทางมีใส่đểเลิกเกรนนั่งตายมาดองนะพันตายหนูไปเดี๋ยวกดจานโจเตอร์ทวีนั่งอัดเมียนจะเศร้านะกดจานโจเตอร์กดดัวตะนับตะไหนเนี่ยนะกดดัวตะนับตะไหนมันเนี่ยไอ้เนี่ยเลิกกระโดดต้องตบนะให้เอาไว้ได้สุดจิตเคยนะเป็นนะไปได้กดคือเกยเนี่ยเลิกเกรนนั่งตามมันเนี่ยไอ้เด้อัดเมียนมันอุใส่เซ่เนี่ยนะมาเกยจะมวยนั่งไปได้กดเลยคือไปได้กดเกยตามมันเนี่ยไอ้ได้ซาแต่เลยสำเร็จดูบอสุจิตนั่งไปได้กอดกับแงะมามันดูกำปองแต่เก่งดูสามดับแงะมาเรียงไพ่เรียงพังแงะพองกับตระได้กันตระเชิงนะให้สู้ตะการสุจิตทางการไอ้หัดไอ้บันดาดูยังการไอ้ใต้สุจิตนั่นเป็นนั่งคือตอนชลายแต่หลับแต่ไปได้กอดเวงเตะสำลักเมื่อนักนองปัดตบนั่งไอ้เจ้าไอ้เจ้าแม่ตัวเป็นเอกสั้นทำมีเนี่ยนาเซนั่นหนังอัดเมื่อเจ้าเมื่อล้างตัวแต่ประกอบทานนักนองปัดตบนั่นคือมีแต่ไปได้กอดมันเนี่ยไอ้เตะบานกอดชลายได้ก็หักthángกอดละเชิงดูบานเบียเตยเจียตะนับตะไหนจังกอดชลายทางก็หักไปได้กอดนั่นนะได้ซาแต่ไปได้กอดคือมาเตะคอตลอดจังสุจิตก็กอดซัวทางฮัดไอแบนบางไงมาเตะเลื่อนมาเลยไปได้กอดนั่นก็ชลายตอบตลอดมาเว้นแทงก็อัศรูคล้วนนี่โดยจังจาลเหมือนเดิมนะสุจิตก็ดาวแต่สเตียบคล้วนไปได้สเตียบกบางไปได้เตอคือก็ได้คล้วนจังกอดก็ไปยับไปยาแต่ดำบ่เจียนไตรเฟื่องมาโฮบเรียบจำใบตะไอไปได้กอดโฮบหนึ่งอันเล็บทนำสมระปต่อปียมอันมาโฮบจะอันหายก็ดูเตอหายไปได้กอดมาโฮบจมคณีจังเตอก็จับดาวมีนเปียสมเด็จใหญ่ใช้ฉลองคณีตะวิงพลิกเรียงคล้วนแท้ครอบมีนจำลวงจมวยคณีกาปีหมันไงมนนั้นโดยไปจับดาวมาตัวทรายพลิกต่างปีเนี่ยเลยประปนนั้นก็จับดาวใหญ่คณีโดยธรรมดาวิงสุจิตก็กอดมันส่วนน้อมไอเตี้ยได้กอดกระแทกบันสันดับได้กอดใหญ่จมวยกอดท้ายก็เรื่องหัดกระลองม้าไอเวรมลงถ้าให้จำเมื่อสกรรมเพียบได้กอดประตอบตัวเตี้ยจังก็ส้มกัดโจดาวไปยบได้ปุกอดของปงแต่เกงลุนั่งแต่งคณีแต่มาดอง
ម៉ោងប្រហែលជារំលងអត្រាដែរនៅពេលហ្នឹងសុជាតិក៏ដេកយល់សពពេលហ្នឹងគាត់ថាគាត់ដេកយល់សពឃើញមនុស្សស្រីម្នាក់ហ្នឹងមកទាប្តីពីសុជាតិទៅវិញណាដោយមុនដំបូងគឺនិយាយភាសាល្អទេម្នាក់ហ្នឹងហៅសុជាតិហ្នឹងគឺបងពេញមាត់តែម្ដងបងអើយបងអើយឲ្យខ្ញុំសុំប្តីខ្ញុំទៅវិញមកឲ្យខ្ញុំសុំបងភ័ណ្ឌទៅវិញមកប្តីរបស់សុជាតិហ្នឹងគឺឈ្មោះភ័ណ្ឌឈ្មោះបងភ័ណ្ឌអញ្ចឹងព្រលឹងម្នាក់ស្រីហ្នឹងគឺសុំបងភ័ណ្ឌហ្នឹងទៅវិញសុំប្តីសុជាតិហ្នឹងទៅវិញសុជាតិគាត់ក៏តនៅក្នុងយល់សពទៅកាន់ម្នាក់នោះវិញណាអត់ទេហើយនៅសុកមិនមកសុំប្តីខ្ញុំអញ្ចឹងអ្នកឯងជាណានៅពេលដែលឮសុជាតិបដិសេធអត់ឲ្យបងភ័ណ្ឌនឹងទៅខ្លួនវិញស្រាប់តែព្រលឹងម្នាក់ស្រីហ្នឹងបានប្រែប្រួលពីមនុស្សស្រីស្អាតស្លូតបូតម្នាក់ទៅជាព្រលឹងខ្មោចដែរគួរឲ្យខ្លាចចងពៀចងគំនុំមុខគូពោពេញដោយឈាមបើកភ្នែកធំសម្លុតមកកាន់សុជាតិនៅក្នុងយល់សពនឹងវិញថាអាភ័ណ្ឌប្តីអញមកយកប្តីអញទៅវិញញ៉ៃកុំចង់ខ្លាំងបន្ទាប់ពីនិយាយតែប៉ុណ្្នឹងហើយប្រឡឹងខ្មោចស្រីដែលគួរឲ្យខ្លាចហ្នឹងគឺលើកជើងជន់កដាដើមទ្រូងរបស់សុជាតិដែលសុជាតិកំពុងតែគេងហ្នឹងហើយក្នុងយល់សពនឹងសុជាតិដកដង្ហើមមិនរួចទេជើងនឹងវាមានទម្ងន់ធ្ងន់មែនទែនណាដែលជន់សកត់លើដើមទ្រូងសុជាតិធ្វើឲ្យសុជាតិនឹងដកដង្ហើមមិនរួចទេបផេះតថេនៅក្នុងយល់សពរហូតដល់តែខ្លួនឯងភ្ញាក់មកនៅពេលដែលសុជាតិភ្ញាក់មកគឺម្នាក់ស្រីដែលសុជាតិឃើញនៅក្នុងយល់សពនឹងពិតជាឈរជន់ពីលើដើមទ្រូងសុជាតិពិតមែនសុជាតិពេលហ្នឹងគាត់ប្រឹងរើខ្លួនខ្លាំងមែនទែនហើយដៃគាត់ណាគឺបតាយបតាប់វៃជើងម្នាក់នឹងឲ្យដកចេញពីលើខ្លួនណាប៉ុន្តែវៃមិនក៏អត់ត្រូវដែរជើងនឹងវាមានទម្ងន់ពិតមែនប៉ុន្តែនៅពេលដែលសុជាតិគាត់លើកដៃកវាសវៃជើងនឹងគឺដូចវៃសមោលវៃផ្សែងវៃអត់ត្រូវវៃអត់ចំប៉ុន្តែទម្ងន់ជើងនឹងគឺនៅតែសកត់ពីលើដើមទ្រូងសុជាតិជាប់រហូតហើយដៃគាត់នឹងគឺចាប់ផ្ដើមតថេតថាសវ៉ាខ្វាយខ្នងប្តីគាត់ផងទះខ្នងប្តីគាត់ផងឲ្យប្តីគាត់នឹងងើបឲ្យប្តីគាត់នឹងភ្ញាក់មកជួយគាត់ប៉ុន្តែគាត់ព្យាយាមមិនក៏ដូចថាប្តីគាត់នឹងអត់មានដឹងខ្លួនសោះតែម្ដងសុជាតិគាត់ថាពេលហ្នឹងកម្លាំងគាត់ចាប់ដើមអស់មែនទែនគាត់ថាគាត់អាចនឹងផុតនៅយប់ហ្នឹងឯងតថេតថាដង្ហើមក៏ដកដេញចង់ដល់គ្នាមកផ្លែតទេបែរជា2-3វិនាទីក៏ស្រាប់តែមានពលឺមួយភ្លឺជះចេញមកពីអញ្ចាំងណាដោយមនុស្សស្រីចំណាស់ម្នាក់ពាក់ឈុតសឈោចេញមកជះជាមួយនឹងពលឺនឹងចាំងឆ្វាចមកលើព្រលឹងខ្មៅស្រីដែលកំពុងតែយកជើងជន់ពីលើដើមទ្រូងសុជាតិហ្នឹងក៏ស្រាប់តែព្រលឹងវិញ្ញាណហ្នឹងវាលាយបាត់ខ្សលទៅតែម្ដងហើយពេលដែលព្រលឹងវិញ្ញាណមនុស្សស្រីខ្មៅស្រីហ្នឹងវាលាយបាត់ទៅអាពន្លឺដែលភ្លឺចាំងមកពីអញ្ចាំងហ្នឹងក៏បាត់ទៅព្រមគ្នាដែរពេលដែលសុជាតិគាត់ចាប់ដើមរើខ្លួនបានសំឡេងដែលគាត់ឮមុនគេហ្នឹងគឺអូនកាត់អីអូនងើបអូនកាត់អីងើបគឺសំឡេងប្តីគាត់កំពុងតែដាស់គាត់ដាស់រួនសុជាតិឲ្យសុជាតិងើបមកហ្នឹងណាស្ទុះងើបមកព្រាមសាវ៉ាឲ្យប្តីតែម្ដងដោយសារតែខ្លាចខ្លាំងពេកហើយបងគាត់និយាយថាគាត់ជាសពអាក្រក់គាត់និយាយប្រាប់ប្តីគាត់ថាគាត់ជាសពឃើញខ្មោចអីចេះចុះតែប្តីគាត់ថាកុំនិយាយអត់អីទេវាគ្រាន់តែយល់សពទេអត់អីទេលេងអីសង្ងំគេងវិញប្តីគាត់ចាប់ដើមលួងឲ្យសុជាតិនឹងគេងទៅវិញទាំងពេលនឹងសុជាតិភ័យមែនតើសុជាតិសង្ងំគេងនៅក្នុងរង្វង់ដៃប្តីគាត់មិនដឹងថាខ្លួនឯងលក់ទៅវិញតាំងពីស្មានណាប៉ុន្តែនៅពេលដែលសុជាតិគាត់លក់ទៅវិញហ្នឹងគាត់ក៏ចាប់ផ្ដើមយល់សប្តិឃើញព្រលឹងខ្មោចស្រីហ្នឹងម្ដងទៀតជាលើកទី2នៅក្នុងយប់ដដែលហ្នឹងប៉ុន្តែមកឲ្យសុជាតិឃើញលើកហ្នឹងគឺក្នុងរូបរាងដែលវាវេទនាឈឺចាប់ពិបាកខ្លាំងមកទៅដូចកំពុងតែឈឺចាប់រងទុក្ខទោស
វេទនាជាមួយនឹងការធ្វើទរណកម្មមកលើខ្លួនអញ្ចឹងណាហើយក៏និយាយលើកដៃសាពះសុជាតិនៅក្នុងយល់សពហ្នឹងហើយនិយាយថាបងអើយបងឲ្យខ្ញុំសុំប្តីខ្ញុំវិញមកបងអើយនិយាយតែប៉ុណ្្នឹងហើយគឺឲ្យសុជាតិឃើញរូបភាពម្នាក់ស្រីហ្នឹងគឺយកខ្សែចងកខ្លួនឯងជាមួយនឹងចម្រឹងមកអួចតថេតថាបកាច់តម្រាំតែម្នាក់ហ្នឹងផុតណាវេទនាណាឲ្យសុជាតិឃើញរូបភាពម្នាក់ហ្នឹងវេទនាយកតែមែនទេសុជាតិចាប់ដើមភ្ញាក់ចាប់ដើមខ្លាចចាប់ដើមផ្អើលជាមួយនឹងរូបភាពដែលគាត់ឃើញនៅក្នុងយល់សពនឹងម្ដងទៀតជាលើកទី2ភ្ញាក់ស្រែកទាំងកដាយប់នឹងតែម្ដងគាត់ភ្ញាក់មកគឺយំបាត់ហើយហ្នឹងគាត់ថាគាត់យំតាំងពីក្នុងយល់សពរហូតដល់ខាងក្រៅហ្នឹងគឺគាត់នៅតែយំទាំងក្នុងយល់សពក៏គាត់យំនៅខាងក្រៅហ្នឹងក៏គាត់យំគាត់ខ្លាចរូបភាពដែលគាត់ឃើញហ្នឹងហើយអត់មានហ៊ានគេងទៅវិញទេប្តីគាត់សួរគឺគាត់នៅតែនិយាយថាគាត់យល់សពអាក្រក់ហ្នឹងហើយគាត់ថាគាត់អត់ហ៊ានគេងទៅវិញទេអត់ហ៊ានបិទភ្នែកទេបិទភ្នែកខ្លាចយល់សពឃើញទៀតអញ្ចឹងប្តីគាត់ក៏គេងទៅវិញទៅគេងុយដែរពេលហ្នឹងយប់អញ្ចឹងមានណាគេតែទ្រាំបានយើងគេងមិនលក់ក៏នៅតែម្នាក់ឯងអញ្ចឹងទៅសុជាតិគាត់ថាគាត់ខ្លាចណាស់ខ្លាចអាពន្លឺភ្លឺព្រឹមនៅក្នុងបន្ទប់បើគាត់បិទភ្នែកគាត់សម័យឃើញដល់រូបភាពដែលគាត់ឃើញក្នុងយល់សពអញ្ចឹងបើកភ្នែកក៏គាត់ខ្លាចបិទភ្នែកក៏គាត់ខ្លាចអូយគាត់ថាពិបាកណាស់យប់មួយហ្នឹងគឺជាយប់ដែលសុជាតិពិបាកមែនទែនពិបាកសឹងគាត់ថាស្លាប់ឲ្យផុតកុំឲ្យជួបនៅហេតុការណ៍ហ្នឹងទៀតវាពិបាកឆ្លងមែនទែនតម្រាំទៅដល់ភ្លឺក្នុងចិត្តហ្នឹងក៏ច្របូកច្របល់ក្នុងខួរក្បាលហ្នឹងក៏វល់ដូចទូកកដាតលេអញ្ចឹងហើយស្របពេលហ្នឹងក៏មានសំឡេងមនុស្សចាស់ម្នាក់ហ្នឹងមកខ្សឹបក្បែរតិចគាត់ថាគេងទៅចៅអត់អីទេគេងទៅបន្ទាប់ពីសុជាតិគាត់បានឮសំឡេងហ្នឹងហើយពេលហ្នឹងដូចគាត់មនុស្សត្រូវថ្នាំសណ្ដំអញ្ចឹងភ្នែកគាត់ក៏ទន់លាវក៏លក់ទៅវិញទៅហើយលក់លឹកហ្នឹងគឺលក់វាស់ភ្លឺដល់ព្រឹកទៅធ្វើការឲ្យគេមិនទាន់ផងហើយមិនដឹងថាប្តីគាត់នឹងគឺចេញទៅធ្វើការតាំងពីពេលណាស្មើណាទេគាត់គឺនៅគេងក្នុងបន្ទប់ម្នាក់ឯងហ្នឹងទៅគ្រាន់តែភ្ញាក់ពីគេងភ្លាមរឿងទី1ដែលបញ្ញាប់បញ្ញាល់ធ្វើហ្នឹងគឺមើលម៉ោងព្រោះថ្ងៃដូចជាខ្ពស់មែនតែនមិនដឹងជាម៉ោងប្រហែលទេនៅពេលដែលទាញទូរស័ព្ទយកមកមើលម៉ោងគឺពេលហ្នឹងម៉ោង8ជាងហើយអញ្ចឹងត្រូវបញ្ញាប់ខលទៅប្រាប់មេជាងថកែនៅកន្លែងហាងអ៊ុតសក់ដែលគាត់ធ្វើការហ្នឹងសុំយឺតដោយសារតែគាត់គេងជ្រុលម៉ោងអីបែបហ្នឹងបញ្ជាក់ប្រាប់គេឲ្យច្បាស់កុំឲ្យគ្មានដំណឹងកុំឲ្យគេបារម្ភកុំឲ្យគេស្ដីឲ្យបន្ទោសអញ្ចឹងណាហើយបញ្ញាងុយទឹករួចក៏ជិះទៅកន្លែងធ្វើការនៅពេលដែលទៅដល់កន្លែងធ្វើការភ្លាមម្នាក់ក៏សួរនាំថាហេតុអីបានមកយឺតអញ្ចឹងណាសុជាតិគាត់ក៏និយាយហេតុផលទៅនិយាយពីដើមហេតុទៅប៉ុន្តែមានអ្នកដែលធ្វើការជាមួយសុជាតិម្នាក់ហ្នឹងអាយុតិចជាងសុជាតិទេគាត់ក៏ខ្សឹបសួរសុជាតិដោយពាក្យសម្ដីហ្នឹងគឺគាត់បានឃើញអីមួយយ៉ាងហើយគាត់សួរទៅកាន់សុជាតិថាបងជាតិបងឯងនាំអ្នកណាមកជាមួយហ្នឹងសុជាតិគាត់អត់សង្ស័យទៅកាន់ពពួកអមនុស្សអីទេគាត់គិតថាប្អូនដែលសួរហ្នឹងគឺសួរពីមនុស្សដូចគ្នាអញ្ចឹងគាត់ក៏និយាយទៅគាត់ថាគាត់មកម្នាក់ឯងតាគាត់អត់មាននាំណាគេមកជាមួយទេមីអូនហ្នឹងក៏បន្តនិយាយទៀតប្រាប់សុជាតិថាបងជាតិឯងទៅវត្តរកលោកតាឲ្យស្រោចទឹកឲ្យលើករាសីកាត់គ្រោះឲ្យទៅតែសារតែខ្ញុំឃើញមានគេមកជាមួយបងជាតិឯងអត់មែនមនុស្សទេណាបងអត់មែនមនុស្សទេព្រលឹងស្រីម្នាក់ដើរតាមបងជាតិឯងបន្ទាប់ពីមីអូននឹងនិយាយប៉ុណ្្នឹងហើយសុជាតិគាត់ក៏ងាកកលេចចេញទៅក្រៅហាងអ៊ុតសក់ហ្នឹងគាត់មើលសម្លឹងទៅកន្លែងដែលគាត់ឈប់ម៉ូតូហ្នឹងនៅពេលគាត់ងាកចេញទៅគាត់ថាឃើញតែមួយផ្លេតទេគឺអង្គុយនៅពីលើម៉ូតូគាត់ហ្នឹងមួយផ្លេតហ្នឹងគឺបាត់ទៅតែម្ដងហើយក្នុងមួយថ្ងៃហ្នឹងសុជាតិគាត់ធ្វើអីក៏ផុតដៃផុតជើងដែរកាន់នេះក៏ជ្រុះកាន់នេះក៏លបោតធ្លាក់ប្រប្រែនៅក្នុងហាងណាដល់ថកែគាត់ឃើញសុជាតិដូចជាព្រលឹងមិនមាននៅក្នុងខ្លួនអញ្ចឹងក៏ប្រាប់ថាឲ្យសុជាតិនឹងសម្រាកមួយថ្ងៃទៅបើអត់ស្រួលខ្លួនទេសម្រាកមួយថ្ងៃត្រឡប់ទៅផ្ទះវិញគេងទៅនៅហ្នឹងក៏ធ្វើអីមិនកើតដែរហើយសុជាតិគាត់ក៏សម្រាកតាមមេគាត់ប្រាប់ឲ្យគាត់ឈប់សម្រាកហ្នឹងទៅប៉ុន្តែមុននឹងចេញទៅគាត់សួរមីអូនហ្នឹងថាមីអូននោះមានឃើញអ្នកណាអង្គុយលើម៉ូតូគាត់អីទៀតអត់មានឃើញព្រលឹងអ្នកដែលមីអូននឹងឃើញទៀតអត់
mấy ôn nó có quạt giấy có thả ăn miên này bong ăn khơi thì thế hay bằng ngày chỉ tới với ngày bây giờ bây giấy nhá ăn ấy bong chỉ tới ăn ấy thì sợ chết có tranh bi cái lạnh thưa cá chỉ tới te cọt mình te chùa tục chùa cọt mình hai cái tinh mà hộp tinh ấy vô tục thưa hộp ấy hai rồi mà hộp hai ấy hai có đôi thai riêng là với ở cầm lang dục mình ở bàn kềnh phong kềnh lụa phong chẳng có bạc luôn kềnh như này bạc luôn kềnh thôi mình đừng thạc luôn ai nó kềnhประมาณ màu thì lụa vô tầm men tên là với ở cầm lang to cả đo màu là ghét ở đây có tranh bị thưa ca bàn sự chuyện nó quạt nhẹ tại sao tay lư sầm lên ở đây có chả sao bật tục trôi lần ai bây giờ ở đây có nó chả sao trôi được không bật tục sự chuyện có nhẹ ai bàn tay có ngợp thì còn nơi kênh đôi mình đâu toàn ngồi liệu là lơ bụng là lơ kề nâng là lào thì hay ở đây có cả số tháng cho mấy bạn này mau tẹt lướt mà lại còn ở toàn ban slide top cho mình ở đây có tên nó bên nó bàn tay phần này có cứ bạc mơ ở đây còn bàn tay vậy là có khơi nó bên nó ở đây có mền đau mà ta mình ai nhỉ miền đôiรูป cái riêng chia mình xây mình nhẹ cứ đào bị cài ở đây còn đào bị cài ở đây sẽ chết cho mà không bắt tục nâng đài ngọc một cho ao sẽ chết khơi một để sẽ chết khơiแต่ว่าปันนั่งคือสไลด์โยขมาวสไลด์จังสไลด์พองยมพองสไลด์พองยมพองตรำขลุ่นเนื้อปิ้งเลอปูนั่นแหละตรำโลดเนื้อปิ้งเลอปูนั่นแหละกดไพ่กดคลายกดสล็อตไม่รู้เรื่องแต่เอากดเคยนั่นคือเหมือนเนี่ยได้ยกเชิงจวนไปเลยดามตรงกว่านั่นก็จะบ้ามองก็จะบ้าทำมันเนี่ยนั่งตายมาดอกตายไปได้สุดเฉียดไปนั่นคือโทรโดยทอมาได้อัดเมนสตูสตีโจมาเมื่อปปนส่วนนอมท่าไหนเคยไอ้คลายไอ้อัดมันต่างส่วนนอมให้ใบchỉเจ้าเชียบโตมาสุดเฉียดวิ่งเตียดท่าสุดเฉียดนั่งชกูดเต้สไลด์อะไรเราลำปามันแจกมาเกชกูดเต้ลับคลายนั่งเวียคลายแต่หายสลดแต่หายtham tầng ở đây mà vậy thà ao trong tiết cắn ta chư chất nâng tiết sự chết cọt bắt to vậy thà bên nó cứ cọt lên trong tận nẹt tận nông mới ở đây cọt lên trong vậy rô kia mà tôi ai ta cọt ai nó không chất thế này cầm bông ta mình xô luôn sạp hòn hay mà khơi nhục phì phơi lại chân tiết tham tầng ở đây bắt đầu tham tiết có tha lên khoa ta luôn kề tàu bánh bài tập ở đây nó cứ đu hộp luôn ai ta ăn sạp vậy hộp có hộp mình hộp có ớt khoa tự đu ao tiết đấy hai quạt có sầm ngóm kênh to tiệt từ mình khoa bị đây quạt vợ ấy khác có quạt mình đằng tại sạp tại chỗ đo mau và hai chỉ đọc cả là bên nắng quạt kênh bị ngay trái đôi tha kênh bị ngay trái chập đam phăng nhẹ nó bê dục nắng bầm nón thay cho ngựa mà rồi hộp riêng heo đá nè con tạo báo này mau liềm mình nè xây để quạt khơi đa chỗ nó không bật tục nó cứ cho bị lỡ con cho bị lỡ luôn qua tầm đó cho bị lỡ luôn qua lỡ này có ăn mè làm thật ngon thế bàn tay cứ cho ăn bị lỡ luôn qua trong bẹ đá bùa qua nó trong bị lỡ bùa qua nó hay ngô cho mà cào sầm lắng ngô cho mà cào cho thâm bưng sầm lắng mà qua đã miên gầm ra miên ha thưa sạc cam mà phép ấy xem ớt đắng ra tạc sai pan này mà cô sầm lắng cho mà qua sầm lắng mà can sợi chiết này bàn tay sợi chiết sợi chiết còn khai miền tây quạt có chắp đám sảiยังกระดาษยบนั่นแหละสายยังบ้างดับกระลานั่นแหละquạt sảiก็แต่แงะไปได้quạtแงะไปได้quạt đangกำปองแต่เกงก็ใบก่อนให้มนุษย์đangกำปองแต่เกงดูสงบนั่งไปเดินลือสำเลงสายยังquạtเงือบมาต่างไผ่quạtเงือบมาต่างบกปัวให้เดินไปquạtเงือบมาquạtลือสายเชียดสายขมาวต่างไปนั่งquạtบ้านเคยไงต่างquạtมันตรมใต้มันล่วงสายเชียดมันล่วงปปนนี่quạtแต่สายเชียดมาได้นะไปนั่งให้ปรับถ้าเอาสายเชียดบัดมอดกับเอาชกูดanhកំពុងតែដេកអញធុញណាស់អញថ្លង់ណាស់អញហត់ពីថ្ងៃអញត្រូវការដេកថ្ងៃវាមិនមិនចេះតែឈួតហ្នឹងថ្ងៃវាមិនមិនចេះតែស្រែកហ្នឹងថ្ងៃវាមិនមិនចេះតែផ្អើលវាសំដីដែលសុជាតិគាត់ថាពិបាកទទួលយកណាស់លោកអើយក្នុងនាមជាប្តីប្រពន្ធជាមួយគ្នាប្រើភាសាបែបហ្នឹងមកគាត់ពិបាកទទួលយកណាស់ហើយប្តីគាត់ពេលហ្នឹងគឺគំរាមឲ្យសុជាតិហ្នឹងបិទមាត់ស្ងាត់ឲ្យជ្រាបបិទមាត់កុំស្រែកអលេលោអញត្រូវការដេកគាត់និយាយអញ្ចឹងហើយគាត់ប្រាខ្លួនគេងទៅវិញបាត់ទៅទុកឲ្យសុជាតិហ្នឹងនៅភ័យយំតក់ទើតម្នាក់តែម្នាក់ឯងហ្នឹងខ្លាចផងភ័យផងឈឺចិត្តផងឆ្អែតចិត្តផងវាច្រើនហេតុការណ៍វាច្រើនអារម្មណ៍វាច្បោកច្បល់ចូលគ្នាក្នុងពេលតែមួយសុជាតិគាត់ខ្លាចគាត់មិនហ៊ានដាស់ប្តីគាត់
គាត់មិនហ៊ានយំលឺចឹងគាត់ទាញភួយដែលទៅដាប់ខ្លួនហ្នឹងយកមកគ្របនឹងចិត្តខ្លួនគ្របក្បាលនឹងចិត្តតែម្ដងហើយសង្ងំនៅក្នុងភួយហ្នឹងបាច់ញើសប៉ិនក្របពោតក៏មិនហ៊ានបើកភួយចេញដែរនៅពេលដែលសុជាតិគាត់កំពុងតែសង្ងំនៅក្នុងភួយហ្នឹងគាត់ក៏បានឮសំឡេងសើចរបស់មនុស្សស្រីម្នាក់ហ្នឹងបន្លាយក្បែរខ្លួនគាត់ហ្នឹងជាសំឡេងសើចដែលបន្លាយគាត់ថាគាត់ខ្លាចយកតែមែនទែនដល់ថ្នាក់ពេលហ្នឹងសុជាតិនោមដាក់ខោសុជាតិនោមដាក់ពុកនោមដាក់ខោតែសារតែខ្លាចខ្លាំងពេកហើយក្នុងចិត្តគឺបន់នៅពេលដែលសុជាតិគាត់ភ័យគាត់តាក់ស្លុតរឿងអីមួយគាត់នឹកឃើញមនុស្សតែពីរនាក់គាត់យាយគាត់ជាមួយនឹងម្ដាយគាត់បន់គុណពុកគុណម្ដាយគាត់និយាយដល់យាយគាត់ឲ្យយាយមកជួយតាមថែរក្សាចៅណាយាយគាត់ដែលស្លាប់ចែកឋានទៅហើយហ្នឹងណាគាត់នឹកក្នុងចិត្តតើពីរអ្នកនឹងទេម្ដាយជាមួយនឹងយាយបន្ទិញជាប់មាត់យាយអើយជួយចៅម៉ែអើយជួយកូនម៉ែអើយជួយកូនយាយអើយជួយចៅបន្ទិញអញ្ចឹងបន្ទិញតតែយូរទៅបាត់អាសំឡេងសើចហ្នឹងចេញពីតិចគាត់ហើយជំនួសមកវិញដោយសំឡេងសូត្រធម៌ដោយមានអារម្មណ៍ថាខ្លួនឯងកំពុងតែនៅក្នុងពហិដែលមានលោកមានតាជីយាយជីកំពុងតែអង្គុយសូត្រធម៌ជុំគ្នាហ្នឹងសំឡេងហ្នឹងឯងដែលជួយឲ្យសុជាតិពេលហ្នឹងស្ងប់អាចគេងបានក៏សូមកាត់ចូលដល់ពេលព្រឹកវិញតែម្ដងនៅពេលដែលព្រឹកឡើងប្តីសុជាតិគាត់ងើបមកក្លិនណាគាត់ទទួលបានអាក្លិនឆ្អេះទឹកនោមដែលជោកភួយជោកពុកហ្នឹងគាត់ក៏និយាយគាត់សួរទៅសុជាតិណាសុជាតិគាត់អត់មានតបតអីទេព្រោះនៅតែពីរនាក់បើមិនមែនប្តីគាត់មានតែគាត់ដល់ពេលគាត់ប្តីគាត់ឃើញសុជាតិអញ្ចឹងណាឌីលសុជាតិពេញមាត់មនុស្សស្មោកក្រោកមនុស្សចង្អេះអត់ចេះថែរក្សាខ្លួនអីអញ្ចឹងឌីលគ្រប់សុជាតិឆ្អែតដែលអត់តតែម្ដងអត់ដឹងតែគាត់ជួបអីខ្លះពីយប់អត់ដឹងតែគាត់ឃើញអីខ្លះហេតុអីបានគាត់ទៅជាគេងនោមដាក់ពូកបាត់ជើងដាក់ពូកដាក់ភួយអញ្ចឹងអត់មានសួរគាត់បាយជាបន្ទោសគាត់ថែមគាត់អត់តបតទេប្តីគាត់ក៏ងុយទឹកហើយជិះចេញទៅកន្លែងធ្វើការបាត់ទៅទុកឲ្យសុជាតិនឹងនៅក្នុងបន្ទប់តែម្នាក់ឯងបន្ទាប់ពីប្តីសុជាតិគាត់បានជិះទៅកន្លែងធ្វើការបានសុជាតិគាត់ក៏ខលទៅកន្លែងការងារគាត់សុំច្បាប់សម្រាប់មួយថ្ងៃហើយគាត់ក៏ខលបន្តទៅកាន់ម្ដាយគាត់នៅស្រុកហ្នឹងនិយាយរៀបរាប់ពីហេតុការណ៍ដែលគាត់បានជួបប្រហែលថ្ងៃកន្លងមកហ្នឹងណានិយាយប្រាប់ទៅឲ្យម៉ែគាត់ឲ្យបានដឹងម៉ែគាត់ហ្នឹងក៏ហៅឲ្យសុជាតិហ្នឹងទៅស្រុកព្រោះសុជាតិគាត់និយាយថាគាត់ខ្លាចខ្លាំងណាស់ហើយប្តីអត់ជួយមើលទេថែមទាំងបន្ទោសគាត់ថែមអញ្ចឹងគាត់និយាយផងយំផងហើយម៉ែមានតែធ្វើអីកើតមានតែហៅកូនឲ្យឡើងទៅស្រុកវិញហ្នឹងនៅពេលដែលសុជាតិគាត់រៀបចំមេវ៉ាន់គាត់ហ្នឹងទៅស្រុកហ្នឹងគាត់ក៏បានខលទៅប្រាប់ប្តីគាត់ដែរតែប្រាប់ថាគាត់ចង់ទៅផ្ទះអញ្ចឹងសូមឲ្យប្តីគាត់ជូនទៅណាប៉ុន្តែប្តីគាត់ហ្នឹងក៏បែរជាត្រឡប់មកថាឲ្យសុជាតិវិញថាគាត់រវល់គាត់មិនចង់ទៅទេបើចង់ទៅខ្លួនឯងហើយបើទៅហើយមិនបាច់មកវិញទេទៅហើយនៅនឹងរហូតទៅសុជាតិពេលហ្នឹងគឺលែងមានទឹកចិត្តអីដែលថាចង់នៅបន្តទៀតដែរដូចមានអារម្មណ៍ថាលេងត្រូវគ្នានិយាយលេងត្រូវគ្នាអញ្ចឹងគាត់ក៏បានប្រាប់ប្តីគាត់ដែរគាត់ថាបើមិនជូនទៅក៏អត់ទៅមិនអីទេគាត់និយាយស្រួលទេគាត់និយាយស្រួលទៅប្តីគាត់ទេប៉ុន្តែប្តីគាត់ទេដែលនិយាយមកគាត់វិញដូចសត្រូវគុំគ្នាមករាប់សិបជាតិអញ្ចឹងថ្ងៃទៅហើយមិនបាច់មកវិញទេនិយាយតែប៉ុណ្ណាហើយគឺចុចទូរស័ព្ទបិទបាត់ទៅគ្រាន់តែទៅដល់ផ្ទះនៅឯស្រុកភ្លាមដាក់តែវាយអវ៉ាន់ចុះគេនៅក្រោមផ្ទះយំរៀបរាប់សាច់រឿងដែលខ្លួនបានជួបប្រទះហ្នឹងប្រហែលថ្ងៃប្រហែលខែមកហ្នឹងនិយាយប្រាប់ម្ដាយតែម៉ែហ្នឹងក៏អត់សនុកនៅក្នុងចិត្តទេនៅពេលដែលកូននិយាយពីហេតុការណ៍ទាំងអស់ហ្នឹងក៏អត់សនុកនៅក្នុងចិត្តទេគឺបញ្ញាប់នាំកូនហ្នឹងទៅវត្តឲ្យលោកតាជួយមើលជើងលេខស្រោចទឹកចាក់ទឹកចេញណាព្រោះតាក់ទងជាមួយនឹងព្រលឹងវិញ្ញាណអញ្ចឹងក្រែងលោថាកូនហ្នឹងទៅប៉ះពៀខុសឆ្គងអីគេបានជាគេមកតាមធ្វើបាបអញ្ចឹងពេលដែលទៅដល់វត្តលោកតាជួយមើលជើងលេខមើលអីឲ្យគាត់ថាគ្រោះហ្នឹងមិនមែនជាគ្រោះរបស់សុជាតិទេជាគ្រោះខាងប្តីគ្រោះរបស់ប្តីប៉ុន្តែគ្រាន់តែយើងស្នាក់នៅជុំគ្នាអញ្ចឹងក៏វាអាចឲ្យយើងឃើញនោះអញ្ចឹងទៅបើយល់ល្អឲ្យហៅប្តីហ្នឹងត្រឡប់មកស្រុកវិញមកកុំឲ្យប្តីហ្នឹងនៅឯនោះតែម្នាក់ឯងទៀតមកត្រឡប់មករស់នៅជុំគ្នារកស៊ីប្រកបមុខរបរអីនៅស្រុកវិញទៅសុជាតិគាត់ក៏ខលទៅប្តីគាត់លួងលោមនិយាយបញ្យលពីហេតុការណ៍ដែលគាត់បានជួបទៅឲ្យប្តីគាត់ដឹងហើយក៏បបួលឲ្យប្តីគាត់នឹងត្រឡប់មកស្រុកកំណើតវិញណាមកនៅធ្វើការរកស៊ីអីនៅស្រុកវិញទៅ
ហើយបើឲ្យសុជាតិឡើងទៅនៅឯភ្នំពេញនឹងតទៀតគាត់ថាគាត់ឡើងទៅទេប៉ុន្តែអាក្តីបារម្ភដែលសុជាតិមានហ្នឹងវាអត់បានជ្រួតជ្រាបទៅដល់ប្តីគាត់ទេប្តីគាត់នឹងគឺបដិសេធទាំងស្រុងតែម្ដងគឺអត់ត្រឡប់មកស្រុកកំណើតវិញទេហើយនិយាយជាមួយនឹងពាក្យដែលវាអាក្រក់ស្ដាប់ខ្លាំងណាថ្ងៃអញអីដាច់សាច់អញ្ចឹងទៅហើយបានបន្ថែមបញ្ជាក់បន្ថែមទៀតថាបើមកវិញមិនកើតទេលេងគ្នាបណ្ដោយទៅសុជាតិក្រន់ទៅលើតែប្តីថាសុំលេងបែកគ្នាលេងលះគ្នាទៅថ្លើមគាត់ធ្លាក់ដល់ដីហើយគាត់យំតាមទូរស័ព្ទហ្នឹងប៉ុន្តែគាត់មិនឆ្លើយទេគាត់មិនឆ្លើយមិនតបតមិនយល់ព្រមទេទោះបីថាក្នុងចិត្តនឹងក្តៅទៅហើយប៉ុន្តែមាត់នឹងវាហាលេងក៏លេងទៅវាមិនកើតក៏បដ ாய் ទៅចាក់បដ ாய் តាមដំណើររស់នៅបែកគ្នាមួយរយៈសិនទៅអាចនឹងប្តីគាត់ពេលហ្នឹងស្មុគស្មាញនៅកន្លែងការងារទៅនិយាយអញ្ចឹងមកដាក់គាត់ចេះតែគិតអញ្ចឹងសិនណាហើយក៏បដ ாய் រស់នៅបែកគ្នាហ្នឹងទៅពេលហ្នឹងក៏មានការជួយសម្របសម្រួលពីញាតិមិត្តចាស់ទុំទាំងសងខាងដែរផ្សារគ្នាប៉ុន្តែប្តីរបស់សុជាតិហ្នឹងគឺគាត់ដាច់អហង្ការហ្មងគាត់ទៀមទាយកលេងតតបានណាគាត់នៅមិនសុខដុករងថ្ងៃលោរងថ្ងៃបញ្ជាក់ហើយបញ្ជាក់ទៀតនិយាយហើយនិយាយទៀតដែលទាំងសុជាតិគឺអត់មានកំហុសអីសោះប៉ុន្តែខាងប្តីហ្នឹងគឺទៀមទាលេងឲ្យតបានតែម្ដងហើយសុជាតិគាត់និយាយថាឲ្យតែប្តីគាត់ហ្នឹងនិយាយជាមួយគាត់ហ្នឹងគឺឆ្លោះគ្នាគឺបកែកគ្នាថាឲ្យគាត់ពាក្យអាក្រក់សូម្បីតែម្ដាយក្មេករបស់សុជាតិពេលដែលខលទៅកូនណាពេលដែលខលទៅកូនខ្លួនឯងហើយនិយាយតាក់ទងជាមួយនឹងបញ្ហាក្នុងគ្រួសារក៏ត្រូវបានកូនបកើតគាត់ហ្នឹងក៏ត្រូវបានកូនគាត់ហ្នឹងថាឲ្យម្ដាយក្មេករបស់សុជាតិដែរនិយាយទៅឲ្យតែលឺឈ្មោះសុជាតិអត់បានតែម្ដងហើយនៅក្នុងឆ្នាំហ្នឹងបណ្ដាញសង្គមវាទលំទលាយហើយមានការលេងនៅលើបណ្ដាញសង្គមនឹងច្រើនមិនត្រឹមតែនិយាយទូរស័ព្ទបញ្ចាយប្រើពាក្យអាក្រក់ឯងសូម្បីតែលើបណ្ដាញសង្គមហ្នឹងក៏ផុសរូបដើរលេងកំសាន្តមានមិត្តភ័ក្តិស្រីគៀកកាយដែលមុខប្លែកតែសុជាតិអត់ដែលស្គាល់សុជាតិអត់ដឹងថាជាអ្នកណាអញ្ចឹងណាផុសប្រៀបបានដូចជីវិតរបស់គាត់ហ្នឹងគឺនៅទំនេរអត់មានជាប់ពាក់ព័ន្ធជាមួយនឹងសុជាតិដូចបង្ហាញថាខ្លួនឯងពេលហ្នឹងគឺទំនេរបន្ទាប់ពីសុជាតិគាត់បានលេងលះគ្នាជាមួយនឹងអតីតគ្រួសារគាត់នឹងហើយបានរយៈពេលប្រហែលជាមួយឆ្នាំជាងហ្នឹងណាអតីតគ្រួសាររបស់សុជាតិហ្នឹងគឺគាត់រៀបការប្រពន្ធថ្មីដល់តែ2ដងប៉ុន្តែនៅតែយកអត់ជាប់យកអត់បានរស់នៅជាមួយគ្នាចេះតែមានបញ្ហាលេងមួយយកមួយលេងមួយយកមួយនៅតែនៅមិនសុខគ្នាមិនដឹងថាមកពីមូលហេតុអីទេក៏មានថ្ងៃមួយអ្នកភូមិហ្នឹងក៏បានយកដំណឹងដែលគាត់បានដឹងឮតគ្នាពីក្រុមគ្រួសាររបស់អតីតគ្រួសារអតីតប្តីសុជាតិហ្នឹងយកមកនិយាយប្រាប់សុជាតិជាមួយនឹងម្ដាយគាត់និយាយថាអតីតគ្រួសាររបស់សុជាតិហ្នឹងឥឡូវគឺដូចមនុស្សពិកលចរិតអត់ប្រកក្តីនិយាយអត់ដឹងអីស្ដាប់គ្នាអត់បានរូបរាងស្គមស្គាំងក្របភ្នែកលៀនហើយស្រែកតែឈឺណាស់វេទនាណាស់ឈឺណាស់វេទនាណាស់ហើយសុជាតិគាត់នៅមានមនោសញ្ចេតនាខ្លះដែរគាត់ក៏បានសួរនាំណាគាត់សួរថាអីបានជាដល់ថ្នាក់ហ្នឹងមានបញ្ហាអីហើយអីហ្នឹងក៏គាត់និយាយបន្តទៀតទៅគាត់ថាហ្នឹងគាត់ដឹងគាត់ឮតាមគេដែរទេគាត់ថាអតីតគ្រួសាររបស់សុជាតិហ្នឹងណាពេលដែលត្រឡប់មកពីភ្នំពេញវិញហ្នឹងគឺមកជាមួយនឹងសភាពដែលមិនអាចដើរខ្លួនឯងបានស្គមស្គាំងអាចនិយាយបានថាមនុស្សឈឺដេកនឹងកតេលគឺខ្មែរហ្នឹងទៅយកមកវិញអញ្ចឹងទៅហើយម៉ែហ្នឹងក៏បានរកគ្រូរកអីនៅក្នុងភូមិឲ្យគេមើលដែរគេថាហ្នឹងវាជាកម្មពៀដែលអតីតគ្រួសារសុជាតិហ្នឹងបានសាងការពី 4-5 ឆ្នាំមុនអាចជាមានបញ្ហាជាមួយនឹងមនុស្សស្រីម្នាក់ដែលជ្រុលនៅជាមួយគ្នារហូតដល់មានកូនអតីតគ្រួសាររបស់សុជាតិហ្នឹងគឺអត់ចង់ទទួលខុសត្រូវទេក៏ប្រកបបជាឲ្យម្នាក់ហ្នឹងគឺចាត់ការយកចេញអញ្ចឹងទៅហើយបខំគ្នាឲ្យគ្នាទាល់ច្រកមែនតើរហូតដល់ម្នាក់ហ្នឹងក៏សម្រេចចិត្តចង់ក៏សម្រាប់ខ្លួនឯងណាទាំងកូននៅក្នុងផ្ទៃហើយគ្រូម្នាក់ហ្នឹងក៏គាត់និយាយគាត់ថាពលឹងដែលតាមចងកម្មចងពៀជាមួយនឹងអតីតគ្រួសាររបស់សុជាតិហ្នឹងគឺមិនឲ្យអតីតគ្រួសាររបស់សុជាតិហ្នឹងទៅសាងគ្រួសារមានក្តីសុខជាមួយនឹងអ្នកណាបានទេដោយសារតាពលឹងគេហ្នឹងគឺគេស្លាប់ទៅទាំងមិនអស់ចិត្តទាំងភាពក្តៅក្រហាយទាំងការចងគុំចងអាឃាតខ្លាំងដល់ពេលអញ្ចឹងទៅវាអត់ទៅចាប់ជាតិឯណាទេនៅវល់ជាមួយនឹងអតីតគ្រួសាររបស់សុជាតិហ្នឹងឯងហើយចំពោះរឿងហ្នឹងក៏មិនដឹងថាពិតឬក៏មិនពិតទេសុជាតិគ្រាន់តែបានឮតគ្នាមកប៉ុន្តែគាត់អត់ទៅមើលទេគាត់អត់ទៅមើល
បែកគ្នាហើយក៏ចាត់ទុកថាចែកផ្លូវគ្នារៀងខ្លួនតាមកម្មតាមពៀទៅព្រោះឯការដែលនៅជុំគ្នាសុជាតិគាត់ក៏មិនបានទៅធ្វើខុសអីជាមួយនឹងគេដែរអញ្ចឹងសាច់រឿងរបស់សុជាតិក៏ចប់តែប៉ុណ្្នឹងទៅចប់ហើយបងប្អូនទាំងអស់គ្នាជំរាបសួរនៅខាងចុងវីដេអូវិញបើក្បាលវីដេអូមកគឺអត់បានជំរាបសួរទេប៉ុន្តែមកជំរាបសួរនៅខាងចុងវីដេអូសុខសប្បាយទេបងប្អូនទាំងអស់គ្នាជិតដល់ឱកាសបុណ្យចូលឆ្នាំថ្មីហើយតែប្រហែលថ្ងៃទៀតនឹងគឺដល់ហើយបងប្អូនមានដំណើរកំសាន្តទៅលេងទីណាទៅស្រុកកំណើតក៏សូមឲ្យធ្វើដំណើរទៅគឺសុខសប្បាយទាំងអស់គ្នាណាបងប្អូនណាអរគុណច្រើនជំរាបលាជួបគ្នាទៅវីដេអូក្រោយៗទៀត